នំនេះដូចជាគេហៅនំតឡូង cheese ដល់ពេលខ្ញុំឃើញតំណងពេកអញ្ចឹងក៏មិនសាក់ដែរហ្មងទៅបើតម្លៃវិញគឺមកប្រអប់ហ្នឹងមាន2ដុំហ្នឹងហ្មងអញ្ចឹងគឺតម្លៃ$3អញ្ចឹងទៅស្មើនឹង12000លេខខ្មែរខ្ញុំឃើញគេញ៉ាំតំណងពេកដល់ពេលអញ្ចឹងទៅក៏មកទិញសាក់ម្ដុំរបស់គេនេះរៀងធំដែរហើយខាងក្នុងហ្នឹងគឺមានស្នូលតឡងទៀតបន្ទាប់ពីទិញហើយអញ្ចឹងឲ្យគេក្តៅទៅគឺញ៉ាំក្តៅឆ្ងាញ់ហ្មងមិនមែនតែនំតឡង cheese មួយទេទៅដូចជាមាននំបាក់យ៉ុងផងមាននំពងទាប្រៃផងទៅមានច្រើនខ្ញុំទៅហ្នឹងគឺចាអារម្មណ៍ជាងគេហ្មងគឺនំតឡង cheese ហ្នឹងឯងសម្រាប់ទីតាំងវិញគឺខ្ញុំបានមកទិញនៅម្ដុំបឹងកេងកងហាងបកកហ្នឹងគឺឈ្មោះ OBQ7 Coffee អញ្ចឹងនៅក្បែរនឹងហាង OBQ ហាងលក់កៅអៅនៅម្ដុំបឹងកេងកងហ្នឹងហ្មងនៅមកជួលនឹងបារានកាហ្វេការខ្ញុំទៅទិញដូចជាមនុស្សជាច្រើនគួរសមដែរហើយភាគច្រើនគេទៅទិញហ្នឹងគឺរកនំតឡងស្វាយហ្នឹងអញ្ចឹងទៅបើសិនជាណែគេទិញញ៉ាំហ្នឹងគឺទៅដល់ភ្លាមកំងឲ្យហើយហ្មងទៅបន្ទាប់ពីទិញហើយអញ្ចឹងយើងអាចឲ្យគាត់ក្តៅបានទៀតអញ្ចឹងគឺនំតឡងស្វាយហ្នឹងញ៉ាំក្តៅឆ្ងាញ់ហ្មងហើយខ្ញុំទៅដល់ហ្នឹងក៏បានទិញមកប្រអប់ដែរអញ្ចឹងខ្ញុំឲ្យគាត់ក្តៅមួយផ្លែទៅនិយាយទៅពេលដែលហែកមកគឺនំហ្នឹងទន់ហ្មងហើយបើហូរជីវិញក៏ឆ្ងាញ់មួយយ៉ាងដែរស្នូលហ្នឹងគឺដូចតឡងមែនតើអញ្ចឹងពេលដែលញ៉ាំទៅគឺមានក្តៅផងទន់ផងនិយាយទៅឆ្ងាញ់ហ្មងបាទណាគេចង់ស្អែកហ្នឹងគឺអាចទៅរើបានអញ្ចឹងនៅម្ដុំមកគីងកង